ជំរាបសួរចានេះខ្ញុំបាទលើកយកប្រវត្តិរឿងរ៉ាវរបស់អ្នកតាតន់អ្នកតាតន់មានទីលំនៅក្បែរភូមិយោងសង្កាត់មេសស្រុកពីរាំងខេត្តព្រៃវែងខ្ញុំបាទដកស្រង់ចេញអំពីសៀវភៅប្រជុំរឿងព្រេងខ្មែរតាមនៅក្នុងអត្ថបទសរសេរថាប្រវត្តិរបស់គាត់គឺស្ថិតនៅស្រុកពីរាំងខេត្តព្រៃវែងបើចង់ទៅកាន់កន្លែងអ្នកតានេះគេអាចធ្វើដំណើរពីស្រុកសាលាស្រុកពីរាំងតាមផ្លូវលំមួយដែលលាតសន្ធឹងសំដៅទៅខាងជើងឯភូមិដែលនៅជាប់នឹងផ្លូវលំនេះជាហូហែគឺមានដូចជាភូមិព្រះលួងភូមិកស្វាយប្រហូតជ្រៃព្រៃដំបងនិងភូមិក្រាងនៅពីក្រោយភូមិនៅខាងជើងទៀតចម្ងាយប្រហែល5គីឡូម៉ែត្រទៅដល់ភូមិយោងដែលជាកន្លែងរបស់អ្នកតាតននេះឯងគឺពីសាលាស្រុកពីរាំងទៅដល់កន្លែងអ្នកតានេះចម្ងាយប្រហែលប្រមាណ15គីឡូម៉ែត្រអ្នកតានេះស្ថិតនៅមាត់ព្រែកយោងត្រើយខាងកើតគឺត្រើយផ្នែកស្រុកស៊ីសន្ធរក្នុងខេត្តព្រៃវែងប៉ុន្តែនៅឆ្ងាយដាច់ស្រយាលប្រមាណ20គីឡូម៉ែត្រពីសាលាស្រុកស្រីធរកណ្ដាលព្រែកនេះគឺនៅភូមិយោងនេះជាឈ្មោះព្រែកត្រយោងឬក៏ព្រែកយោងដែលរស់ហៅតាមអ្នកភូមិត្រើយខាងកើតគេចាប់ចូលទៅក្នុងស្រុកស្រីសន្ធរឬក៏ស្រុកស៊ីសន្ធរកណ្ដាលឯត្រើយខាងលិចគឺនៅក្នុងស្រុកពីរាំងនេះឯងព្រែកនេះបែងចែកជាពីរត្រើយខាងត្បូងនៃទន្លេតូចគេបែងចែកជាពីរទន្លេមេគង្គត្រង់ជាហែងក្នុងស្រុកកោះសតិនហើយធ្លាប់ចេញទៅទន្លេមេគង្គទៀតផងត្រង់បាណាមនិងអ្នកលឿងនោះឯងបើយើងនិយាយអំពីដើមកំណើតអ្នកតាគេក៏មិនបានដឹងថាប្រកាសថាអ្នកតាកើតក្នុងឆ្នាំណានោះទេក៏ប៉ុន្តែបើតាមលោកតាម្នាក់ឈ្មោះថាតាកែបដែលជាអ្នកមានរូបស្នងរបស់អ្នកតាគង់នៅក្នុងភូមិដែលមានដំណាក់ប្រាប់ខ្ញុំថាតាំងពីក្មេងរវាងអាយុគាត់នោះឯងចន្លោះ10ឆ្នាំមកម្លេះថាកាលនោះភូមិយោងពុំទាន់មានផ្ទះនោះឡើយនៅតាមមាត់ទន្លេនិងមាត់ព្រែកយោងពីដើមមានសុទ្ធតែព្រៃឫស្សីនិងរនាមស្អេកស្កះបន្លាញឹកស្មេមានតែផ្លូវដំរីចុះទៅក្នុងទន្លេដើម្បីផឹកទឹកទន្លេតែមួយប៉ុណ្ណោះក្រៅពីនោះចេញចូលពំរួចនោះឡើយពេលក្រោយមកមានមនុស្សច្រើនចុះពីស្រុកស្រែដើរមកនៅភូមិក្រាងដែលនៅចម្ងាយប្រមាណ10គីឡូម៉ែត្រមានគ្នា4ទៅ5នាក់មកកាប់គាស់ព្រៃរនៀបតាមមាត់ព្រែកតូចដាំដំណាំមានដូចជាពោតត្រសក់ជាដើមមនុស្សទាំងនោះមកធ្វើការដាំដំណាំនេះតែពេលថ្ងៃតែប៉ុណ្ណោះលុះពេលល្ងាចកាលណាគេក៏ត្រឡប់ទៅផ្ទះដេកវិញមិនហ៊ានដេកក្បាលឬក៏ក្នុងច្បារដំណាំក្រែងមានខ្លាក៏ដូចជាដំរីយាយីនៅពេលយប់នោះឡើយគេក៏តែងត្រឡប់ទៅគេហដ្ឋានរបស់ពួកគេវិញព្រោះជាកន្លែងដែលធ្លាប់មានសត្វ
កាចសាហាវចុះទៅផឹកទឹកនិងរស់នៅលើចុះទៅយូរទៅមកយូរទៅកាន់តែស៊ាំចិត្តគំនិតលែងមាននៅសេចក្តីភ័យខ្លាចក៏នាំគ្នាធ្វើខ្ទមតូចក្នុងចំការរបស់ពួកគេហើយដេកចាំទាំងយប់ទាំងថ្ងៃប្រកាន់ទីកន្លែងរៀងខ្លួនចាប់ទីលំនៅពីពេលនោះមកក្នុងចំណោមអ្នកទាំងនោះអ្នកដែលមានទីតាំងកន្លែងនៅក្នុងចំការនោះមុនគេគឺឈ្មោះថាតាឆ្វាប្រពន្ធរបស់គាត់ឈ្មោះជ្រុំគាត់ជាអ្នកកាប់គាស់ដីដាំពោតនៅជាប់នឹងមាត់ព្រែកនោះតែម្ដងនៅពេលថ្ងៃពួកគាត់មានហ្វូងស្វាទាំងឡាយចេះតែនាំគ្នាមកលួចកាច់ពោតរបស់គាត់ជាដើមគាត់ដេញមិនឈ្នះសោះចំណែកឯយប់វិញគឺវងដំរីចុះពីលើមកទៅផឹកទឹកក៏កាច់ស៊ីនៅដំណាំព្រមទាំងបំបាក់នៅដំណាំគាត់ទៀតផងក៏ជន់កំទេចជាដើមតែដោយវងសัตว์មានសัตว์ដំរីជាដើមទើបគាត់សុកចិត្តធ្វើខ្ទមចាំពោតនៅពីក្រោយដើមស្លែងដ៏ធំពីដើមហើយនៅដេកចាំទាំងយប់ទាំងថ្ងៃនៅក្បែរខ្ទមនោះទៅគាត់ធ្វើខ្ទមតូចមួយទៀតប្រក់ស្បូវសម្រាប់ដាក់ដាំបាយម្ហូបអាហារទឹកក៏ដូចជាឲ្យខ្មោចព្រៃដែលរស់នៅបានស្នាក់នៅដើម្បីជាការបន់ស្រន់និងជារៀងរាល់ថ្ងៃដើម្បីសុំនូវសេចក្តីសុខសេចក្តីចម្រើនកាលណាគាត់មិនទៅគាត់យកដុំថ្មមកឧទ្ទិសសកិច្ចធ្វើជាអ្នកតាដាក់លើខ្ទមតូចនោះហើយនិយាយផ្ញើពោលនៅពាក្យថាលោកតាអើយមើលថែពោតឲ្យខ្ញុំផងកុំឲ្យដំរីស្វាមកកាច់បំផ្លាញរបស់របរខ្ញុំជាដើមដំណាំច្បារដែលខ្ញុំបានដាំនេះចាប់តាំងពីពេលនោះមកបើຕົកជាគាត់ទៅណាមកណាឬមួយក៏ពេលថ្ងៃក៏ដោយក៏គ្មានស្វាដំរីឬក៏សត្វអ្វីមកជិះជាន់កាច់បំបាក់ពោតរបស់គាត់ក៏គ្មានផងនោះដែរហើយតាំងពីពេលនោះមកអ្នកធ្វើពោតត្រឡប់ទៅក្បែរនោះឃើញខ្ទមរបស់គាត់របៀបជាខ្ទមអ្នកតាដូច្នោះក៏ឆ្លាក់ធ្វើឈើជារូបមនុស្សអង្គុយពេនភ្នែនរបៀបជាអ្នកតាយកមកដាក់ឲ្យជួយមើលពោតមើលនៅត្រសក់កុំឲ្យសត្វផ្សេងយាយីស៊ីរបស់ទ្រព្យដែលគាត់បានដាំដូចតាស្វានោះដែរអ្នកធ្វើដំណើរតាមផ្លូវមកទិញពោតត្រសក់ឃើញខ្ទមរបៀបជាខ្ទមអ្នកតាដូច្នោះក៏ថ្វាយនេះក៏ថ្វាយនោះយូរទៅក៏មានឧទ្ទិសកិច្ចនោះក៏កាន់តែមានឥទ្ធិពលខ្លាំងឡើងរហូតដល់មានខ្ទមត្រឹមត្រូវហើយបើអ្នកណាមាត់អាក្រក់ឬក៏ជេរពោតឬក៏ជេរពាក្យនៅអសុរោះពាសវាលរស់រៀលដូចនៅពាក្យក្រោតគ្រៀតផ្សេងអ្នកតានឹងធ្វើទុកបុកម្នេញឲ្យមាននៅសេចក្តីឈឺចាប់ដូចជាចុកពោះឬក៏ឈឺផ្សេងទាល់តែបន់ស្រន់ថ្វាយនេះថ្វាយនោះទើបជាសះស្បើយកន្លែងនេះសពថ្ងៃបានប្រែคล้ายទៅជាអ្នកភូមិស្រុកយ៉ាងស្ដុកស្ដំឈ្មោះហៅថាភូមិយោងនោះឯងបានដឹងតាមពាក្យចាស់ដំណាលមកថាអ្នកតានេះមុនដំបូងឈ្មោះថាតាម៉ៅប្រពន្ធគាត់ឈ្មោះថាយាយខៀវហើយឈ្មោះនេះទៀតក៏មិនដឹងថាអ្នកណាជាអ្នកដាក់ឲ្យនោះដែរតាម៉ៅគាត់មានឥទ្ធិពលខ្លាំងណាស់សូម្បីតែភ្លើងឆេះព្រៃររៀលដល់ខ្ទមហើយក៏មិនឆេះខ្ទមស្បូវរបស់គាត់ផងនោះដែរម្យ៉ាងវិញទៀតបើអ្នកភូមិយោងនោះធ្វើដំណើរទៅណាមកណាហួសពេលមិនហ៊ានមកផ្ទះវិញគ្រាន់តែនឹកដើមតាម៉ៅភ្លាមក៏ស្រាបតែព្រឺក្បាលព្រឺស្បែករោមជាដើមលែងខ្លាច
ហ៊ានដើរចូលទៅផ្ទះវិញភ្លាមអធិពលខ្លាំងយ៉ាងនេះហើយបានជាចាស់ទុំចំនួននោះប្រែឈ្មោះឲ្យគាត់ថាតាគង់ឬក៏តាតនដូច្នេះទៅវិញមិនដឹងជាចាស់ចំនួននោះយល់ពាក្យតននេះឬក៏គង់នេះជាពិសេសជាពាក្យមកដូចម្ដេចឬក៏ពាក្យនៃយ៉ាងដូចម្ដេចនោះឡើយបានជាផ្លាស់ប្ដូរពីម៉ៅមកជាតនដូច្នេះទៅវិញនោះអធិពលអ្នកតាតនបើយើងនិយាយអំពីអ្នកតានេះតាំងពីដើមរហូតមកដល់សពថ្ងៃនេះមានកិត្តិស័ព្ទល្បីរន្ទឺថាជាអ្នកមានឫទ្ធានុភាពពូកែឆុងខ្លាំងណាស់ក្នុងការជួយអ្នកផងមិនឲ្យមានអតុកទោសគ្រោះថ្នាក់មានជំងឺផ្សេងបាននៅឡើយឧទាហរណ៍ដូចជាអ្នកភូមិចិត្តខាងនៃភូមិយោងនេះមានកើតជំងឺឆ្លងរោគរាតត្បាតឬក៏អសន្តិសុខផ្សេងហើយអ្នកភូមិយោងនឹងឯងដឹងភ្លាមក៏ចាប់ផ្ដើមធ្វើពិធីសែនព្រេនមានលេងភ្លេងថ្វាយអ្នកតានោះភ្លាមរោគរាតត្បាតទាំងឡាយមិនដឹងមិនអាចឬក៏មិនឆ្លងចូលទៅដល់ភូមិយោងនេះបាននៅឡើយគឺអ្នកតាអាចបញ្ជៀសជំងឺទាំងនេះបានដោយងាយនោះដោយអានុភាពរបស់អ្នកតាប៉ុន្តែបើដឹងហើយបងអង្គមិនព្រមធ្វើពិធីសែនព្រេនទុកទាល់តែរោគដកាចសាហាវនោះរៀលចូលមកដល់ស្រុកភូមិចាស់ឈឺស្លាប់ម្នាក់ម្នា2-3នាក់ហើយសត្វពាហនៈខ្លះហើយទើបនាំគ្នារៀបចំបណ្ដាំសែនព្រេនបញ្ចូលរូបឲ្យមានភ្លេងបញ្ចូលរូបជាដើមបើកាលណាអ្នកតានេះចូលមកនិយាយថាឈ្មោះនេះអ្នកឈឺហើយឲ្យគេខលទៅហើយមិនអាចសុំគេវិញបាននោះទេបើគេយកហើយគឺអ្នកជំងឺនោះមុខតែនឹងស្លាប់ដោយជាពាក្យអ្នកតាប្រាប់នោះមិនខាននោះឡើយគាត់ពិតជាជួយឬក៏ប្រាប់អ្វីដែលជាការពិតការស្បត់បើមានមនុស្សក្នុងភូមិស្លាប់ឬក៏មនុស្សក្នុងភូមិមានការឆ្លោះប្រកែកទាស់តែងគ្នាជាមួយគ្នាហើយមិនចោះចម្រុងនឹងគ្នាហើយមិនដាច់នឹងស្រែកឬក៏ឆ្លោះមិនដាច់ស្រែកចែកអ្វីមួយមិនដាច់ស្រែកនោះគេក៏នាំគ្នាទៅស្បត់ចំពោះមុខអ្នកតាតននេះមុខជានឹងឃើញយ៉ាងឆុតឬក៏យ៉ាងឆាប់បំផុតអ្នកតានឹងធ្វើទុកបុកម្នេញអ្នកដែលមិនទៀងត្រង់ឲ្យឈឺចុកចាប់រហូតដល់ស្លាប់ក៏មានឬក៏ឈួតវង្វេងភ្លេចភ្លាំងក៏មាននោះដែរសំណែនការធ្វើពិធីសែនថ្វាយចំពោះអ្នកតាតននេះគេធ្វើក្នុងពេលដែលគេបន់ស្រន់សូមកុំឲ្យមាននៅជំងឺចូលលុកលុយក្នុងភូមិនោះមានពិធីអ្វីជាការធំដុំទេគ្រាន់តែមានការសែននៅក្បាលជ្រូកឆ្ងោមួយដាក់លើថាសសឬក៏តុស្រាមួយកំប៉ុងរូបសេះរូបដំរីជ្រូកមាន់ទាធ្វើដោយដើមចេកនិងពេងពីដើមចេកមួយ4ជ្រុងក្នុងមួយជ្រុងប្រវែង4ឬ5ដេស៊ីម៉ែត្រធ្វើមានដំបូលពីលើហើយមានមុខនោះឯងស្រួចដោយកប៉ាល់ក្នុងពេលនោះមានដាក់ចំណីចំណុកបាយទឹកអង្ករបន្តិចបន្តួចជារបៀបសែនព្រេនបញ្ចូលទៅតាមស្រទាប់ចេញពេលមានដាក់លុយកាក់ខ្លាំងហើយក៏នាំគ្នាយកពេលនឹងរូបដំរីដែលតំណាងសេះទាំងអស់នោះទៅអុជនៅមុខខ្ទមអ្នកតាជាដើមនៅចំពីមុខប្រដាប់ប្រដាទាំងនោះត្រូវរៀបកន្លែងមួយមានខ្នើយមាននៅកន្ទេលក្រហមព្រមទាំងស្លាបារីរៀបចំជាស្ពកសម្រាប់ឲ្យរូបនឹងស្នងអង្គុយនិងអាស្រ័យក្រៅពីគ្រឿងសំណែនទាំងនេះមានភ្លេងខ្មែរមួយវងទៀតសម្រាប់ប្រគំថ្វាយអ្នកតាផង
របៀបលេងភ្លេងនិងបញ្ចូលរូងកាលណាគេរៀបចំស្រួលបួលហើយគេនាំគ្នាអុជធូបអុជទៀនដោតនៅពីមុងខ្ទមអ្នកតារួចភ្លេងក៏ចាប់ផ្ដើមលេងដំបងមួយអង្គគេលេងភ្លេងថ្វាយគ្រូរួចក៏លេងបទសំពៅផាត់ផាយផាត់ឬក៏ជាលំដាប់លំដោយរហូហែទៅតាមវងភ្លេងនោះឯងតាមតែអ្នកភ្លេងចេះមានកំណត់ថាប៉ុន្មានបទនោះទេហើយតើតែរូបនោះចូលទៅភ្លេងឈប់សម្រាកដើម្បីទុកឱកាសឲ្យអ្នកភូមិចូលបែបន់សុំនៅសេចក្តីសុខសេចក្តីចម្រើនសូមឲ្យជួយកម្ចាត់ជំងឺដែលកើតនៅក្នុងភូមិជាវិញឬសូមកុំឲ្យមានជំងឺឆ្លងមកដល់ភូមិជាដើមអ្នកខ្លះសូមខ្សែអំបោះចងដៃអ្នកខ្លះសុំទឹកយកមកលុបលាងមុខមាត់ដើម្បីការពារនៅសេចក្តីភ័យអន្តរាយផ្សេងសុំនៅសេចក្តីសុខសេចក្តីចម្រើនការសុំឲ្យដូចនោះច្រើនតែបានសម្រេចដោយបំណងដែលគេបានបន់ឬក៏បួងសួងអ្នកតាតននេះចូលភ្លាមរូបនោះចាប់យកសម្ពុតសដែលគេដាក់បំរុងនៅលើថាសនៅក្បែរនោះមកស្លៀកពាក់អាវហើយពីនីឬក៏ជួតក្បាលសម្ពុតដែលកាន់ទៅដោយឈើច្រត់ឯការពីនីឬក៏ជួតក្បាលសម្ពុតនេះមានន័យខុសគ្នាទៅទៀតในទី1គឺកាលណាហេតុនោះមិនជាធំដុំប៉ុន្មានទេគ្រាន់តែមានមនុស្សឈឺធម្មតាបើបន់ស្រន់ឬក៏ជាសះស្បើយអ្នកតានោះចូលមកគ្រាន់តែស្លៀកសពីនីមិនមានជូតក្បាលទេទាញស្លាមកទំពីសូត្រផ្លុំនឹងលាងទឹកលើខ្នងអ្នកជំងឺតែប៉ុណ្ណោះកាលណាមានភ័យអន្តរាយធំដូចជាកើតជំងឺរាតត្បាតពាសពេញនៅស្រុកភូមិជាដើមពេលនោះអ្នកតាចូលមកភ្លាមក៏យកសម្ពុតស្លៀកចងក្បិនសម្ពុតមួយទៀតជួតចំក្បាលយ៉ាងមាំទាំដៃកាន់ឈើច្រត់ក្រវីជារបៀបគុកដំបងលោតទៅឆ្វេងលោតទៅស្ដាំតាមសង្វាក់នៃឆ្កហាក់ដូចជាខឹងសម្បាល់យ៉ាងខ្លាំងនឹងអ្នកណាមួយលោះគប់រួចហើយអង្គុយពេនភ្នែនយ៉ាងហំចាប់បារីមកជក់ស៊ីស្លាមួយម៉ាត់អ្នកស្រុកក៏ចូលសម្របសួរឬក៏សុំនៅសេចក្តីសុខសេចក្តីចម្រើនរួចគេនាំគ្នាសែនព្រេនច្រូចច្រាចាក់មហូបអាហារបាយសម្លនៅក្បែរខ្ទមនិយាយថាសូមអញ្ជើញសែបសោយនៅផោះភានេះរួចហើយសូមលោកតាមេត្តាបណ្ដេញនៅជំងឺនោះឲ្យចេញឆ្ងាយពីស្រុកពីភូមិទៅបន្ទាប់មកគេក៏យកពេលនឹងរូបដំរីសេះទាំងនោះទៅបណ្ដែតទៅតាមទឹកទន្លេនៅក្បែរនោះឲ្យចុះទៅតាមខ្សែទឹកទៅក្រោមមុខនឹងលែងពេលតាមនោះក៏នាំគ្នាស្រែកហូ3ដងរួចស្រែកថាសូមអញ្ជើញយករបស់ទាំងនេះទៅចុះខ្លះស្រែកថាឧទ្ទិសកិច្ចតវិញថាយើងលាទៅហើយយើងលែងមកវិញហើយដូច្នោះជាដើមនិយាយអំពីរូបសម្រាប់ចូលអ្នកតាតននិងយាយខៀវនេះមានរូបស្នឹមជាយូរយារណាស់មកហើយគឺរូបដំបងបង្អស់ឈ្មោះថាតាកែបអ្នកតាតនចូលរូបតាកែបតាំងពីគាត់អាយុ30ឆ្នាំមកម្លេះឥឡូវគាត់ស្លាប់ទៅហើយជាង10ឆ្នាំបើគិតតាំងពីពេលដែលគាត់ចូលជារូបអ្នកតាតនមកដល់សពថ្ងៃនេះរវាង70ឆ្នាំហើយលុះផុតពីតាកែបនេះមកក៏ប្រកាន់ចូលរូបយាយដៃជាកូនតាកែបនេះតទៅទៀតយាយដៃធ្វើជារូបបានជាង10ឆ្នាំក៏ធ្វើមរណកាលបន្ទាប់មកមានកូនស្រីម្នាក់ទៀតឈ្មោះថាមេតសពថ្ងៃអាយុប្រមាណ40ហើយគាត់ធ្វើរូបតំណាង
ពីអាយុប្រមាណ34ទៅ35មកម្លេះអ្នកតានេះមិនដែលមានពិធីឡើងឬក៏ពិធីសែនព្រេនជារៀងរាល់ឆ្នាំនោះទេគឺគេសែនឬក៏លេងភ្លេងតែពេលណាដែលមានអាសន្នអន់ក្រទៅដល់អ្នកស្រុកអ្នកភូមិឬក៏ពេលដែលត្រូវការតែប៉ុណ្ណោះបើនិយាយអំពីឥទ្ធិពលអ្នកតាតនយាយខៀវវិញមានការភាពនឹងអស្ចារ្យចម្លែកមួយគឺបើមាននរណាមួយមានបំណងចង់លេងល្បែងស៊ីសងអ្វីមួយឬល្បែងភ្នាល់ដូចជាប្រណាំងទូកងស៊ីសងជាប្រាក់កាក់ជាដើមពំនោះដូចជាការប្រកួតប្រជែងយកមុខងារជាតួនាទីអ្វីមួយដូចជាឈរឈ្មោះជាបេក្ខជនបោះឆ្នោតធ្វើមេឃុំក្តីកាលណាចិត្តដល់កំណត់ប្រឡងប្រជែងគេទៅអុជធូបទៀនបន់ស្រន់សុំជួបតែសេចក្តីសុខកកបបើកាលណាមិនមានបណ្ដាលឲ្យឃើញអ្វីជាហេតុដូចជាឃើញសត្វអាសេរពឹសមានពស់ជាដើមវាចេញពីខ្ទមអ្នកតាតនបង្ហាញឲ្យឃើញជាប្រថ្នូលទេនោះការប្រឡងប្រជែងច្រើនតែជាប់ជាដើមតែប្រសិនបើបន់ស្រន់ទៅហើយបណ្ដាលហេតុឲ្យឃើញភ្លាមដូចជាមានសត្វអាសេរពឹសផ្សេងមានពស់ជាដើមលូនចេញមកវាកាត់មុខនោះជាការប្រាប់បញ្ជាក់ឲ្យដឹងថាសេចក្តីប្រាថ្នានោះពុំបានសម្រេចនោះឡើយកុំប្រជែងជាការល្អប៉ុន្តែហេតុដែលនាំឲ្យឃើញភ្លាមដូច្នោះជួនកាលក៏ឃើញជួនកាលក៏មិនឃើញដូចមានដំណើរថាតាំងពីយូរយារណាស់មកហើយអ្នកតានេះលេងបៀជាមួយនឹងអ្នកតាដូចគ្នាមួយទៀតការលេងរបស់អ្នកតានេះមិនដែលដាក់ប្រាក់កាក់នោះទេគឺលេងដាក់នៅសត្វដូចជាសត្វក្រពើពស់មូសជាដើមកាលណាបើលេងឈ្នះបានក្រពើនោះអ្នកភូមិមុខតែឃើញក្រពើហើរស្ទុះចុះឡើងក្នុងទឹកទន្លេឬព្រែកក្បែរខ្ទមអ្នកតានោះមិនខាននោះឡើយបើលេងពស់មុខជាឃើញសត្វពស់ធំប្រមាណប៉ុនកំភួនជើងកំភួនដៃឬក៏ប៉ុនផ្លូវមនុស្សក៏មានលូនចុះឡើងក្បែរខ្ទមអ្នកតាជាពិសេសទៅទៀតបើមាននរណាចង់ឃើញក្រពើឬពស់គ្រាន់តែយកស្លាធម៌មួយគូឬក៏ចំណីទៅថ្វាយសុំមើលនៅសត្វទាំងនោះមុខជាឃើញវាលូនក្បែរនោះមិនខាននោះឡើយប៉ុន្តែក្រពើគេខានឃើញវាជិត10ឆ្នាំមកហើយឯពស់ជួនកាលឃើញជួនកាលមិនឃើញទេសប្តាហ៍ថ្ងៃនេះឯក្រពើបានជាពំឃើញហែលដូចដើមព្រោះអ្នកស្រុកឃើញជាញឹកញាប់ពេកក៏ចេះតែខ្លាចទៅនាំគ្នាធ្វើឧទ្ទិសកិច្ចសុំចាប់ក្រពើទៅយកទៅអ្នកភូមិប៉ិនប្រសពខាងចាប់ក្រពើចាប់ទាល់តែពៀនអស់ទៅមិនមានសត្វក្រពើនោះឡើយសប្តាហ៍ថ្ងៃនេះអតិពលអ្នកតាដែលបានរៀបរាប់ខាងលើខាងដើមប៉ុន្មាននេះសាបរលាបអស់ខ្លះនៅខ្លះបើរឿងលេងភ្លេងបន់ស្រន់សុំឲ្យជួបនៅសេចក្តីសុខសុំឲ្យជំងឺបៀតបៀនកូនចៅនៅក្នុងស្រុកក្នុងភូមិនោះតែងតែឆុតណាស់ឯការបន់ស្រន់ឲ្យជួនកាលប្រឡងផ្សេងវិញកាលក៏ឃើញហេតុពិតថាបានសម្រេចឬក៏មិនសម្រេចជួនកាលក៏គ្មានហេតុជាសម្គាល់នោះឡើយចំពោះរឿងភ្លើងឆេះព្រៃមិនទាន់ដឹងថាសាបឬក៏មិនសាបនោះឡើយព្រោះសពថ្ងៃមិនដែលមានភ្លើងឆេះព្រៃរៀលដល់ខ្ទមអ្នកតាសោះព្រោះព្រៃតូចតាចដែលបណ្ដាលឲ្យឆេះមិនមានដុះនៅក្បែរខ្ទមនោះឡើយមានសេចក្តីដំណើរតគ្នាថាអ្នកតាកើតតាំងពីចំនួនតាស្វាយាយជ្រាំ
មកដល់សប្តាហ៍នេះគិតទៅវាមែនប្រមាណជាង200ឆ្នាំមកហើយព្រោះកាលតាស្វានិងយាយជ្រុំនោះទៅដាំពោតនៅព្រែកនេះតាំងពីទៅនឹងបានគ្នាជាប្តីប្រពន្ធម្លេះហើយគាត់ចូលទៅគាត់មានកូនចៅតរហូតមកគាត់មានកូន5នាក់តាស្វានេះជាអ្នកចម្បាំងមួយរូបខ្លាំងពូកែបើក្នុងចំនួននោះតែងតែទៅជួយច្បាំងសត្រូវដែលបានបះបោកំតិចខ្មាំងសត្រូវនោះចោលខ្ញុំសួរបញ្ជាក់អស់អំពីដំណើរចម្បាំងលោកតាកែបប្រាប់ខ្ញុំថាច្បាំងក្នុងរវាងព្រះបាទអង្គអេគឺក្នុងសម័យដែលហ្វូមូឬក៏យំអ្នកស្រុកអ្នកភូមិគេហៅថាប៉ែននោះឯងទាល់តែខ្វែងគំនិតគ្នាប្រកាន់បកប្រកាន់ពួករៀងខ្លួនហើយបំបះបំបោរាជកែនប្រជានរាជឲ្យច្បាំងគ្នាទៅវិញទៅមកបើតាមព័ត៌មាននេះក្នុងប្រវត្តិសាស្ត្រក៏មានចែងដែរអំពីចៅវាយមូនិងឧបរាជដែលប្រឆាំងគ្នាក្នុងគ្រិស្តសករាជប្រមាណ1792បើគិតពីត្រឹមចៅវាយមូនិងឧបរាជបែនដែលទាស់តែងគ្នាមកឥឡូវចំនួន174ឆ្នាំមកហើយសរុបព័ត៌មានទាំងអស់ទៅឃើញថាអ្នកតានេះកើតរវាងឆ្នាំប្រមាណ200មកហើយព្រោះកាលគាត់នៅដាំពោតកន្លែងនោះគាត់មិនទាន់មានកូនចៅដល់ពេលដែលកែនគាត់ធ្វើចម្បាំងនោះគាត់មានកូនធំអស់ទៅហើយព្រោះមានដំណាំមាននៅត្រយងចេកមាននៅរបស់របរសម្រាប់ផ្គត់ផ្គង់មកដល់ពួកកងទ័ពជាដើមព្រោះមានដំណើរដ៏ជាក់ច្បាស់អំពីអ្នកភូមិយោងសពថ្ងៃនេះក៏តែងតែនិយាយថាកាលតាស្វាគាត់នៅច្បាំងស្រាប់តែបាត់ខ្លួនមិនឃើញមកផ្ទះវិញសោះឯអ្នកដតីទៀតគេត្រឡប់មកដល់ផ្ទះវិញអស់បាត់តែម្នាក់គាត់កូនចៅសួរអ្នកណាក៏មិនដឹងមិនឃើញមិនមានដំណឹងគាត់នោះទេឯកូនចៅនិងសាច់ញាតិនឹកស្មានថាគាត់មុខជាស្លាប់ក្នុងចម្បាំងហើយក៏បានជាបាត់មិនឃើញមកផ្ទះដូច្នោះកូនចៅនិងសាច់ញាតិនាំគ្នារៀបចំពិធីធ្វើបុណ្យដើម្បីបញ្ជូនកុសលទៅដល់វិញ្ញាណរបស់គាត់កំពុងតែធ្វើបុណ្យដាឧទ្ទិសកុសលព្រះសង្ឃកំពុងតែសូត្រសត្តករណាពិធម្មក៏ស្រាប់តែឃើញគាត់ឡើងដំបងគប់ដើរចូលមកកូនចៅនិងសាច់ញាតិដែលនៅធ្វើបុណ្យនោះផ្អើលឈូឆរថាគាត់មកលេងឬក៏គាត់មកឡងលុះដឹងថាគាត់មិនស្លាប់ទេក៏ត្រេកអរសើចក្អាយរំពងទទួលសារតអំណរច្បាំងដែលបានឈ្នះចៅវាយមូនិងយមរាជឬក៏ឧបរាជបែននៅឆ្នាំ1174ឆ្នាំមកហើយឯតាស្វាគាត់បានបង្កើតអ្នកតាតននេះមុនច្បាំងប្រមាណ20ឆ្នាំមកហើយព្រោះតាំងពីគាត់ទៅនឹងមកដល់រៀបចំដាំដំណាំកូនគាត់ក៏មិនទាន់មានគាត់ចេះធ្វើបុណ្យឲ្យទានទៅកើតនៅសេចក្តីសុខសេចក្តីចម្រើនបើតាមទម្លាប់របស់ប្រជាជនជាតិខ្មែរយើងដែលជាអ្នកគោរពព្រះពុទ្ធសាសនាដែលចេះធ្វើបុណ្យឲ្យឪពុកម្ដាយបានស្រួលបួលនោះយ៉ាងគិតត្រឹមប្រមាណ20ឆ្នាំឡើងទៅបានជាយើងអាចសន្និដ្ឋានថាអ្នកតានេះមានអាយុប្រមាណជាង200ឆ្នាំនោះឯងដោយសេចក្តីសន្មតប្រវត្តិអ្នកតាតនេះបើចាស់និយាយថាបានជាពូកែយ៉ាងនេះព្រោះតែបែរមុខទៅទិសខាងលិចឯអ្នកតាផ្សេងទៀតច្រើនតែបែរមុខទៅទិសខាងកើត
សពថ្ងៃអ្នកតានេះនៅពូកែឆុតក្រាន់បើជាងគេខាងស្បត់អ្នកស្រុកពុំហ៊ាននិយាយស្បត់ស្បែលេងសើចឬក៏និយាយមិនពិតនោះឡើយចំពោះមុខអ្នកតានេះនោះទេព្រោះការច្បត់ច្រើនតែឲ្យទុកទោសជាក់ស្ដែងទាន់ចិត្តដែលខ្លួនធ្វើមិនល្អហើយកុហករួចក៏ទៅពឹងពរអ្នកតាដើម្បីជាសំអាងច្រើនតែបានទុកទោសនាំអន្តរាយមកដល់ពួកកៃវិញប្រវត្តិអ្នកតាតននឹងគឺមានតែប៉ុណ្ណេះឯងសូមអរគុណ